នេះជាករណីឈឺកែងជើងប៉ុន្តែផ្នែកខាងលើនៅខាងក្រោយដែលយើងស្ទាបទៅគឺជាសរសៃពួរនេះគឺជាករណីដែលរលាកសរសៃពួរមូលហេតុគឺដោយសារការធ្វើចលនាខ្លាំងការរត់ការលោតឬក៏អាចមកពីការកលាច់ជើងហើយយើងមើលរូបភាពនេះកន្លែងក្រហមហ្នឹងគឺជាកន្លែងដែលរលាកហើយអញ្ចឹងជារោគសញ្ញាគឺធ្វើឲ្យឈឺនៅម្ដុំហ្នឹងរៀងឡើងក្រហមតិចតួចជួនកាលអត់ឃើញជាករណីក្រហមទេប៉ុន្តែនៅតែឈឺខ្លាំងជាងមុនហើយឈឺអត់បាត់សោះហើយទោះបីជាបានស្អំតកកហើយរុំជើងក៏អត់បានធូរដែរគ្រាន់តែបានមកអន់ទិញប្រដាប់ទប់ទ្រជើងក៏នៅតែអត់ធូរទៀតក្នុងករណីនេះគឺយើងអាចធ្វើការចាក់ steroid ទឹកថ្នាំដែលចូលក្នុងកន្លែងរលាកតែម្ដងទើបធ្វើឲ្យការឈឺនេះបាត់ទៅភ្លាមហើយនឹងបានយូរជាងការដែលប្រើថ្នាំទៅធ្វើឲ្យឈឺកាពះរ៉ាំរ៉ៃហើយអត់បាត់ទៀតខ្ញុំសូមណែនាំឲ្យលោកអ្នកបើមានបញ្ហានេះសូមទៅពិគ្រោះពិនិត្យព្យាបាលជាមួយនឹងវិជ្ជាបណ្ឌិតឯកទេសជំនាញឲ្យបានច្បាស់លាស់ដើម្បីធ្វើការពិនិត្យធ្វើតេស្តការថតអ្វីៗផ្សេងទៀតដើម្បីព្យាបាលបានត្រឹមត្រូវ